ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះបាទថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដែលហើយក៏មានសារៈសំខាន់របស់ណាស់ដែរសម្រាប់បងប្អូនទាំងអស់គ្នាគឺរបៀបទាញយករូបភាពបានលឿនពីក្នុង Telegram ឧទាហរណ៍យើងចង់បានរូបភាពឆ្មារូបភាពផ្ការូបភាពគោក្របីសេះដំរីអីធម្មជាតិផ្សេងដែលយើងគិតថាយើងចង់បានអញ្ចឹងបងប្អូនមិនចាំបាច់searchនៅក្នុង Google search អីទេគឺ search នៅក្នុង Telegram ហ្នឹងគឺបងប្អូនតើតែស្គាល់ពាក្យកន្លឹះដើម្បី search មក search រូបអីក៏បានគឺចេញគ្រប់រូបតែម្ដងបាទអញ្ចឹងដើម្បីចង់ដឹងថាតើ search ទៅហ្នឹងវាចេញរូបអីខ្លះ search យ៉ាងម៉េចឥឡូវបងប្អូនមកតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទអញ្ចឹងបងប្អូនចូលទៅក្នុងកម្មវិធី Telegram របស់បងប្អូនចូលទៅក្នុង account Telegram របស់បងប្អូនមកអញ្ចឹងបងប្អូនចង់ search បងប្អូនអាចទៅរក Telegram ណាមួយដែលបងប្អូនចង់ search ឧទាហរណ៍ថាខ្ញុំយក Telegram របស់ខ្ញុំមួយទៀតទៅ search បាទអញ្ចឹងនៅពេលដែលបងប្អូនចូលមកដល់កន្លែងហ្នឹងបងប្អូន search នៅកន្លែងដែលបងប្អូនសរសេរ write message នេះបាទចុចកន្លែង write message ហ្នឹងមកអញ្ចឹងបងប្អូនចង់ search គឺមានពាក្យកន្លឹះដើម្បី search គឺពាក្យកន្លឹះរបស់គេគឺគេថា add pic បងប្អូនណា add pic បាទពាក្យកន្លឹះគេគឺមានតែប៉ុណ្្នឹងបងប្អូនហើយបន្ទាប់មកបងប្អូនដក clear អញ្ចឹងបងប្អូនចង់ search ពីអីចង់បានរូបអីចង់បានរូបផ្កាអញ្ចឹងបងប្អូនដាក់មកផ្កាគេអង់គ្លេសគេថា flower បាទ flower អញ្ចឹងខាងមុខនេះវានឹងវិល search ឲ្យបងប្អូនឃើញបងប្អូនចេញមកហើយគឺសិតតែផ្កាឃើញទេបងប្អូនសិតតែផ្កាឧទាហរណ៍ថាបងប្អូនចង់បានផ្កាណាមួយអញ្ចឹងបងប្អូនជ្រើសរើសទៅទាញមកទៅផ្កាអីក៏មានដែរគឺមកចប់តែម្ដងឧទាហរណ៍ថាបងប្អូនចង់បានផ្កានេះបាទអញ្ចឹងបងប្អូនចុច tick ខាងក្រោម tick ឆ្វាយចឹងមកវានឹងចូលនៅក្នុង Telegram បងប្អូនហើយបាទតបមកបងប្អូនចង់ save វាគឺស្រួលទេចុចចឹងមកយើង save ធម្មតាដូច Telegram របស់យើងធម្មតាចឹងបងប្អូនបាទហ្នឹងបងប្អូនចង់ save ផ្កាឧទាហរណ៍បងប្អូនចង់ស្វែងរកអីទៀតឥឡូវយើងពាក្យកន្លឹះរបស់យើងគឺ add pic ទាំងឯងបាទ add pic ហ្នឹងហើយយើងដក clear ដល់បងប្អូនចង់រកអីឧទាហរណ៍ចង់រក tiger say tiger បងប្អូន tiger បាទបងប្អូនចាំតិចទៅវាកំពុងតែ search ស្វែងរកឲ្យបងប្អូនហើយបាទដល់ខាងមុខវាកំពុងតែរកឲ្យបងប្អូនចាំតិចទៅវាលឿនទៅយឺតវាទៅតាមអ៊ីនធឺណិតឥឡូវវាអត់ចង់ដឹងយើងចុចវាមួយទៀតចុច space វាឃើញបងប្អូននេះអូសិតតែខ្លាមកហើយ tiger ស្អីក៏មានបងប្អូនវាលឿនទៅតាមអ៊ីនធឺណិតរបស់យើងបាទឃើញបងប្អូនឥឡូវបងប្អូនចង់បាន tiger បងប្អូនចង់បានឧទាហរណ៍ថាចង់បានឆ្មាខេតចឹងបងប្អូនបាទបងប្អូនចាប់បន្តិចឥឡូវមកហើយសិតតែឆ្មាឃើញបងឆ្មាសិតតែឆ្មាអញ្ចឹងបងប្អូនចង់បានរូបភាពគឺបងប្អូនធ្វើដូចមុនអញ្ចឹងគឺឥឡូវចង់បានរូបភាពអីរូបភាពណាមួយរូបភាពមួយសោចនេះសោចចុចចង់មកបងប្អូនចុច text នេះមួយមកហើយបន្ទាប់មកបងប្អូនចុចវាsave ធម្មតាបងប្អូនបាទទៅចូលក្នុងទូរស័ព្ទដៃយើងហើយបាទឥឡូវបងប្អូនចង់ search អីទៀតឥឡូវយើងសរសេរកន្លឹះពាក្យកន្លឹះវាសារថ្មីមកadd pic ដក clear ឥឡូវបងប្អូនចង់រកអីឲ្យធ្វើរកកាតអីទៅដាក់កាតទៅបងប្អូនចាំមើលកាតអីកាតហ្នឹងបៀណាមានបៀមានកាតមានច្រើននឹងស្អីខ្លះដែលគេហៅថាកាតគឺមានមកអស់តែម្ដងបងប្អូនកាតប្រើកាតដៃកាតករៀកវាកាតអីគឺមានអស់បាទអញ្ចឹងបងប្អូនចង់saveធម្មតាមុនបាទឥឡូវបងប្អូនចង់រកទៀតរកថា girl របស់ជូត girl របស់ជូត girl ឲ្យអត់ជូត girl រត់ស្អាតបងបាទដល់រត់ស្អាតមកអូស្អាតមកហ៎បងប្អូន
អត់ខ្វះទេចង់និយាយថាស្អីក៏ចេញដែរឲ្យតែបងប្អូនស្គាល់ពាក្យកលឹះថា add pic បាទឥឡូវយើងយកលុបវិញយើងយកអីខ្លះឥឡូវយើង search ផ្លែប៉ោមមើលផ្លែប៉ោម Apple ហ្នឹងបងបាទចេញមក Apple ទូរស័ព្ទក៏ចេញមកដែរមិនចេញផ្លែប៉ោមទេចេញ logo របស់ក្រុមហ៊ុន Apple តែម្ដងបាទនេះគឺជាវិធីដែលបងប្អូនអាចទាញយករូបភាពដល់លឿនបងប្អូនអាចទាញវាលឿនបានឥឡូវយើង search វាទៀតណា search រកអីគេ search រកពាក្យថា dog ចឹងមកបាទមក dog ចេញមកស្ដកស្អាតបាទអញ្ចឹងយើងចង់ save វាយើងចង់បានអាណាមួយយើងចុចលើរូបនោះមកហើយយើងចុច text នៅខាងក្រោមហើយបន្ទាប់មកវារូបហ្នឹងគឺវាផ្ញើនៅក្នុង Telegram របស់យើងហើយយើងចុចវាហ្នឹងយើង save រូបធម្មតាចឹងបងប្អូនបាទបាទអញ្ចឹងរូបអស់ហ្នឹងវាចូលទៅក្នុងទូរស័ព្ទដៃរបស់យើងហើយបាទនេះគឺជារបៀបទាញយករូបភាពបានលឿនងាយនៅក្នុង Telegram បាទអញ្ចឹងបងប្អូនអាចត្រូវការរូបភាពអីផ្សេងបងប្អូនគ្រាន់តែសរសេរពាក្យកន្លឹះវា add pic ប៉ុណ្ណឹងមកហើយដក clear ហើយបងប្អូនចង់ដាក់អីដាក់ទៅដាក់ដើមឈើដើមថ្នោតដើមព្រៃប្រឹក្សាអីទេសភាពអីក៏វាចេញមកដែរបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណយើងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយ